សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ Channel RNC សម្រាប់រឿងថ្ងៃនេះផងដែរមានត្រឡប់មកទៀតណាជាមួយនឹងរឿងជប៉ុន B អស់ដដែលអ្នកនិពន្ធអាហាភាដែលរឿងមួយនេះបានឈានចូលមកដល់ភាគទី4ហើយតែមុននឹងចាប់ផ្ដើមសាច់រឿងមីនណាក៏សូមដាក់បំរាមដដែលសម្រាប់បង fan ណាដែលមានអាយុក្រោម18ឆ្នាំសូមកុំមើលរឿងមួយនេះអីដោយសារតែរឿងមួយនេះមានឈុតឆាកស្របស្រាលជាច្រើនដែលមិនស័ក្តិសមឲ្យក្មេងៗគេមើលអញ្ចឹងណាហើយសម្រាប់បង fan ណាដែលចង់មើលសាច់រឿងពេញអត់មានបិទបាំងសម្លេងទីទឺតអីទេអាចចូលធ្វើជាសមាជិក Telegram Premium របស់មីមីនបានណាអូខេដើម្បីកុំឲ្យខានពេលយូរចូលមកស្ដាប់ការសម្រាយសាច់រឿងតែម្ដងទៅរឿងនៅពេលនេះក៏បានកាន់មកដល់កូនសិស្សរបស់យើងហ្នឹងកំពុងតែលាងចានឆ្នាំងឯនេះវិញរីឯ Kishima ហ្នឹងក៏កំពុងតែអង្គុយអានទស្សនាវដ្តីអីអញ្ចឹងណានៅក្នុងខណៈពេលហ្នឹងផងដែរកូនសិស្សរបស់យើងហ្នឹងក៏បានឆុងកាហ្វេហ្នឹងទៅឲ្យអ្នកនិពន្ធគេផឹកចំណែកឯអ្នកនិពន្ធវិញក៏បានសួរមកកាន់កូនសិស្សយើងថាថ្ងៃហ្នឹងកូនសិស្សរបស់យើងហ្នឹងត្រូវតែរៀនឬក៏អត់ហើយគូស៊ូមីក៏បានឆ្លើយប្រាប់ថាថ្ងៃហ្នឹងគេត្រូវទៅសាលាដែរប៉ុន្តែគេឈប់ក៏បានដែរដោយសារតែម៉ោងទី1ហ្នឹងគេទៅមិនតាន់ផងនោះឬបែបហ្នឹងហើយអ្នកនិពន្ធរបស់យើងក៏បានដេញឲ្យកូនសិស្សហ្នឹងគេឆាប់ទៅសាលាទៅទោះបីជាគេទៅមិនតាន់ម៉ោងទី1ក៏ដោយម៉ោងក្រោយទៀតទៅតាន់តើដល់តែពេលគេនិយាយផ្អែមដាក់អញ្ចឹងទៅគូស៊ូមីអានេះក៏សម្រេចចិត្តថាធ្វើដំណើរទៅសាលាបាត់ទៅចុះឡើងមុននឹងទៅសាលាហ្នឹងគីជីម៉ាក៏បានប្រាប់មកកាន់កូនសិស្សយើងថាយប់ហ្នឹងមិនបាច់មកទៅសេរឿងអីនោះទេដោយសារតែគីជីម៉ាហ្នឹងគេនៅរៀនឈឺក្បាលលក្ខណៈថានៅសវងម្ល៉េះហើយទៅគេហ្នឹងចង់សម្រាប់ឲ្យស្រួលខ្លួនសិនមុននឹងចាប់ផ្ដើមទៅសេរឿងតលឺអញ្ចឹងហើយទៅគូស៊ូមីអានេះគេក៏អត់បាននិយាយដែរគេក៏បានប្រាប់ថាចាំពេលណាដែលត្រូវការគេមកទៅសេរឿងចាំខលហៅគេមកណាលុះតែនិយាយគ្នារួចរាល់គូស៊ូមីអានេះក៏បានដើរទៅសាលារបស់គេទៅតែក្នុងចិត្តរបស់គេនេះបានគិតថាយប់មិញហ្នឹងគេបានថើបគ្នាជាមួយនឹងគីជីម៉ាប៉ុន្តែត្រង់ថាគីជីម៉ាហ្នឹងគេចាំយប់មិញឬមួយក៏អត់អាហ្នឹងគឺជារឿងរបស់អ្នកនិពន្ធយើងទេសាច់រឿងរបស់យើងនៅពេលនោះក៏បានបង្ហាញឃើញថាអ្នកនិពន្ធយើងអានេះកំពុងតែអង្គុយសោកសៅម្នាក់ឯងគេក៏បានយកដៃរបស់គេហ្នឹងទៅស្ទាបបបោមករបស់ខ្លួនឯងហើយក៏បានគិតថានេះគេកំពុងតែធ្វើអីហ្នឹងបន្តមកទៀតមកសាច់រឿងរបស់យើងក៏បានកាន់មកដល់ថ្ងៃបន្តនៅពេលដែលកូនសិស្សរបស់យើងហ្នឹងគេមកតែសេរឿងឲ្យអ្នកនិពន្ធទៀតហើយសាច់រឿងក៏បានតែសេឡើងបេះដូងរបស់តួប្រុសថាកេអូក៏បានលោតឡើងញាប់ដោយសារតែសេចក្តីសប្បាយរីករាយគេក៏បានប្រើប្រាស់ច្រមុះរបស់គេហ្នឹងទៅញោក្នុងហើយថែមទាំងប្រើប្រាស់អណ្ដាតដ៏រអិលរបស់គេហ្នឹងទូស្រីថែមទៀតមិនត្រឹមតែប៉ុណ្្នឹងទេដៃរបស់តួប្រុសម្ខាងក៏បានទៅតួស្រីហើយថែមទាំងក្តីទៀតណាតួស្រីនៅពេលនោះក៏បានស្រួលខ្លាំងណាស់ថាកេអូអណ្ដាតរបស់បងពិតជាពូកែណាស់ចំណែកឯគូស៊ូមីអានេះវិញគ្មានបានស្ដាប់អ្នកនិពន្ធគេនិយាយអីនោះទេរវល់តែកើតរឿងយប់មិញនោះកុំចេះតែថាយប់មិញហ្នឹងណាពួកគេទាំងពីរអ្នកហ្នឹងបឺតមាត់គ្នាហើយចប់ណាដោយសារតែនៅពេលហ្នឹងគីជីម៉ាណែក៏បាននិយាយមកកាន់តួប្រុសយើងថាគូស៊ូមីពិតជារឹងហើយធំខ្លាំងណាស់យើងគ្រាន់តែស្ទាបទៅឡើងពេញដៃរបស់យើងហើយនេះគ្រាន់តែអ្នកនិពន្ធនិយាយបែបហ្នឹងហើយកូនសិស្សរបស់យើងទៅចិត្តមានតែជាប់អីណាគេក៏បានឡើងទៅលើគីជីម៉ាហើយក៏បានចាប់ហើយកៅអៅអ្នកនិពន្ធយើងយកហ្មងណានៅក្នុងខណៈពេលហ្នឹងផងដែរគូស៊ូមីអានេះក៏បានចាប់ថើបគីជីម៉ាយកចាប់ថើបគីម៉ាយកបបោមាត់របស់គេនេះថើបផងគេក៏បានបគីជីម៉ាថែមទៀតធ្វើឲ្យគីជីម៉ានៅពេលនោះគេតបដោយសាររសើបនោះនៅពេលដែលកូនសិស្សរបស់យើងកំពុងតែររៀលហ្នឹងគីជីម៉ាក៏បានចាប់មុខរបស់គេហើយក៏បាននិយាយប្រាប់ថាឯងនៅចាំអីទៀតធ្វើឲ្យយើងមានអារម្មណ៍ស្រួលរហូតមានអីគេបើកភ្លើងពណ៌ខៀវប៉ុណ្ណឹងហើយគូស៊ូមីអានេះក៏បានប្រើប្រាស់មាត់របស់គេហ្នឹងគីជីម៉ាបដ ாய் ទៅនៅពេលនោះតួប្រុសក៏បានប្រើប្រាស់ចុងអណ្ដាតរបស់គេហ្នឹងទៅរបស់គីជីម៉ាធ្វើឲ្យគីជីម៉ានេះទុកអារម្មណ៍មិនសឹងតែចង់ជាប់ហើយក៏បានត្រឹមតែមានអារម្មណ៍ថាស្រួលហើយនឹងអីអញ្ចឹងណាសាច់រឿងរបស់យើងនៅពេលនេះក៏បានកម្មដល់ពេលបច្ចុប្បន្នវិញនៅពេលដែលគូស៊ូមីហ្នឹងកំពុងតែដែនដូនជាមួយនឹងរឿងយប់ហ្នឹងហើយទោះបីជាអ្នកនិពន្ធនេះខំប្រឹងហៅឈ្មោះរបស់គេយ៉ាងណាក៏ដោយក៏គេស្ដាប់មិនចង់ឮដែរដល់តែពេលចុះឡើងទៅសាច់រឿងក៏បានបង្ហាញឃើញថាគីជីម៉ានេះកំពុងតែឈឺដៃស្ដាំរបស់គេដៃស្ដាំរបស់គេដែលបាក់នោះឃើញបែបហ្នឹងភ្លាមគូស៊ូមីនេះក៏បានមកបញ្ញាប់ជួយអ្នកនិពន្ធទៅគីជីម៉ានៅពេលនោះគេចង់ប្រើប្រាស់ជាមួយនឹងថ្នាំបំបាត់ការឈឺចាប់ក៏ប៉ុន្តែក៏ត្រូវ
ឲ្យគូសុមីហ្នឹងគេខកចាំគេម៉ាសាអស់វិញបាច់ចាំប្រើប្រាស់ថ្នាំអីទេដោយសារតែថ្ងៃហ្នឹងគីជីម៉ាគេបានដោះបង់ដៃរបស់គេចេញហើយបានន័យថាពេលវេលារបស់គីជីម៉ាជាមួយនឹងគូសុមីហ្នឹងក៏មិនសូវជានៅបានយូរទៀតដែររឿងនៅពេលហ្នឹងក៏បានកាត់មកដល់ពេលដែលគូសុមីហ្នឹងក៏ប៉ុន្តែអង្គុយម៉ាសាឲ្យដៃគីជីម៉ាម្ដងគេក៏បានប្រើប្រាស់កម្លាំងថ្នមថែមទាំងសួរថាមានឈឺកន្លែងណាទៀតអត់ហើយដឹងពេលហ្នឹងគីជីម៉ាគេនិយាយថាមិនអត់កន្លែងហ្នឹងឯងគូសុមីនៅពេលនោះក៏បានបន្តសួរទៀតចោះកន្លែងនេះគីជីម៉ាក៏បានឆ្លើយថាក្រោមនឹងតិចកន្លែងហ្នឹងឯងរីឯគូសុមីឯណេះវិញខំប្រឹងអង្គុយស្ដាប់ឡើងរឹងខ្លួនអស់ហើយក្នុងចិត្តរបស់គេហ្នឹងដឹងច្បាស់ណាស់ថាគីជីម៉ាហ្នឹងច្បាស់ជានៅពេលដែលកែម៉ាសាបានចាប់រួចរាល់គីជីម៉ាក៏បានតែសារមកកាន់តួប្រុសយើងថាតួប្រុសយើងបកកែម៉ាសាអីចឹងទៅតាមពិតទៅកាលពីមុនហ្នឹងគឺតួប្រុសយើងហ្នឹងគេចុចជិះលេងកីឡាហើយគេហ្នឹងក៏អាសាមានរបួសដែរម្ល៉េះហើយទៅគេស្រាវជ្រាវបន្តិចទៅបែបហ្នឹងហើយទៅគេហ្នឹងចេះម៉ាសានោះនៅពេលដែលលើបែបហ្នឹងហើយគីជីម៉ាគេក៏បានតែសារមកកាន់តួប្រុសយើងថាតួប្រុសយើងហ្នឹងបកកែគ្រប់ទម្រង់ហ្មងណាដូចមីមីអញ្ចឹងប៉ុន្តែគូស៊ូមីនៅពេលនោះគេក៏បាននិយាយថាគេមើលទៅបកកែគ្រប់មុខមែនប៉ុន្តែរោមមុខជំនាញមួយឲ្យច្បាស់លាស់ហើយគ្មានទេហើយគេនឹងក៏បារម្ភដែរមិនដឹងថាអនាគតទៅគូស៊ូមីយើងនឹងខ្លាចជាអីអបកាទេនៅពេលដែលគិតបែបហ្នឹងភ្លាមគូស៊ូមីនៅពេលនោះក៏បាននិយាយថាបើសិនជាខ្ញុំមកធ្វើការឲ្យលោកគ្រូទៅមិនដែរលក្ខណៈថាមកធ្វើជា assistant របស់គីជីម៉ាអីចឹងណាហើយគីជីម៉ាក៏មិនបាច់ហត់រឿងធ្វើការងារផ្ទះអីទៀតដែររឿងទៅទិញម្ហូបទិញអីហ្នឹងក៏មិនបាច់ហត់ដែរចាំទុកឲ្យគូស៊ូមីឯនេះគេជាអ្នករ៉ាប់រងទាំងអស់ណាមួយឥឡូវដៃស្អាតរបស់អ្នកនិពន្ធយើងហ្នឹងកំពុងតែមានរបួសទៀតអញ្ចឹងទៅបើសិនជាគូស៊ូមីនេះមកធ្វើជា assistant ផ្ទាល់ខ្លួនរបស់គីជីម៉ាមិនល្អអីគ្នាមិនតង់តែនិយាយចាប់ផងគីជីម៉ានៅពេលនោះក៏បាននិយាយកាត់ថាគេមិនត្រូវការអ្វីទាំងអស់ហើយគូស៊ូមីអានេះក៏មិនបាច់ចាំបារម្ភពីគីជីម៉ាដែរតិចទៀតនឹងដៃរបស់គេណានឹងជាហើយដោយតែអ្នកនិពន្ធហ្នឹងគេបាននិយាយប្រាប់កូនសិស្សតាំងពីដើមអញ្ចឹងនៅពេលដែលការងាររបស់គេត្រូវបានចប់ពួកគេទាំងពីរអ្នកហ្នឹងនឹងដើរផ្លូវរៀងខ្លួនមកឡាហើយគូស៊ូមីហ្នឹងក៏មិនបាច់ចាំមកផ្ទះរបស់គីជីម៉ារយប់ទៀតដែរយល់នៅនិយាយប៉ប៉ាហ្នឹងហើយអ្នកនិពន្ធរបស់យើងក៏បានដើរចេញទៅបាត់ទៅសាច់រឿងក៏បានកម្មមកដល់ពេលដែលតួប្រុសយើងនេះធ្វើដំណើរមកផ្ទះម្នាក់ឯងវិញនៅក្នុងចិត្តរបស់គេហ្នឹងនៅតែការទុកមិនសុខចិត្តហេតុអ្វីបានជាកន្លងមកហ្នឹងគីជីម៉ាហ្នឹងតែងតែធ្វើរឿងល្អៗមកដាក់គូស៊ូមីចុះឡើងហេតុអ្វីបានជាថ្ងៃហ្នឹងអ្វីគ្រប់យ៉ាងផ្លាស់ប្ដូរ180ដឺក្រេអញ្ចឹងចំណែកអ្វីដែលតួប្រុសយើងចង់បានគឺគេចង់នៅក្បែរគីជីម៉ាចង់នៅជាមួយនឹងគីជីម៉ាគេចង់បន្ត relationship ទំនាក់ទំនងមួយនឹងអីចឹងណារឿងរបស់យើងនៅពេលនេះក៏បានកម្មមកដល់ពេលដែលគីជីម៉ានេះគេកំពុងតែដេកខ្សែម្នាក់ឯងម្ដងដោយគេហ្នឹងបានស្ដីឲ្យខ្លួនឯងដដែលហើយអ្វីបានជាគេនៅតែធ្វើរឿងបែបហ្នឹងមានឆ្ងល់ខ្លាំងនេះថាគីជីម៉ាហ្នឹងគេកំពុងតែលាក់បាំងរឿងឲ្យពីគូស៊ូមីទៅលុះមកដល់ថ្ងៃបន្តគីជីម៉ាហ្នឹងគេកំពុងតែឆែកកិច្ចការរបស់គូស៊ូមីកិច្ចការនៅថ្ងៃហ្នឹងផងដែរក៏មិនសូវជាមានកំហុសអីច្រើននោះដែរអញ្ចឹងទៅសង្ឃឹមថានៅថ្ងៃស្អែកហ្នឹងពួកគេទាំងពីរនាក់នឹងបញ្ចប់កិច្ចការឲ្យតាន់ពេលវេលាហើយនឹងមានរឿងមួយទៀតដោយសារតែពីរនាក់ពួកគេហ្នឹងចិត្តចាប់កិច្ចការងារហើយម្ល៉េះហើយទៅគីជីម៉ាហ្នឹងគេចង់ជួបលេងជាមួយនឹងគូស៊ូមីនៅពេលដែលលើបែបហ្នឹងភ្លាមធ្វើឲ្យគូស៊ូមីអានេះគេបានទម្លាក់ទឹកមកនៅភ្លាមនឹងផងដែរគេក៏បាននិយាយទៅកាន់ប្រាប់គីជីម៉ាថាពួកយើងទាំងពីរនាក់នៅតែបន្តទម្លាក់ទំនងមួយនេះទៅដូចជាទៅញ៉ាំអីជាមួយនឹងគ្នាបានអត់អ្វីដែលគេចង់បានឯនោះគឺថាគូស៊ូមីមិនចង់បញ្ចប់ទំនាក់ទំនងដែលគេកំពុងតែមានហ្នឹងជាមួយនឹងគីជីម៉ាឡើយលឺអញ្ចឹងទៅគីជីម៉ានេះក៏បានគិតមកសតូហើយគេក៏បាននិយាយប្រាប់អាកាន់គូស៊ូមីវិញថាយើងក៏ថាឯងគួរតែចំណាយពេលវេលារបស់ឯងហ្នឹងឲ្យមានប្រយោជន៍ជាងហ្នឹងដូចជាទៅរៀនទៅរកមុខជំនាញផ្សេងមានសង្សារមានអីអញ្ចឹងទៅព្រោះដោយសារតែឥឡូវហ្នឹងគីជីម៉ាគេចង់ឲ្យគូស៊ូមីហ្នឹងដើរតាមក្តីបំណងរបស់គេប៉ុន្តែគ្រាន់តែគូស៊ូមីគេឆ្ងល់ថាហេតុអីបានជាសុកហ្នឹងបានជាប្រែជាបែបហ្នឹងទៅវិញហេតុអ្វីបានជានៅពេលនេះធ្វើដូចជាមិនចង់នៅក្បែរគូស៊ូមីអញ្ចឹងគីជីម៉ាក៏បានឆ្លើយប្រាប់ថាដោយសារតែឥឡូវហ្នឹងគូស៊ូមីគេនៅក្មេងខ្លាំងណាស់ហើយគេក៏មិនទាន់ស្គាល់ថាអ្វីជាអ្វីនោះឡើយមិនត្រឹមតែប៉ុណ្្នឹងទេគីជីម៉ានេះការងាររបស់គេគឺជាអ្នកតាសេរឿងអាភាហើយតើគូស៊ូមីនេះចង់រៀនពីគេធ្វើអីនៅពេលនោះបរិយាកាសវាក៏ចាប់ដាំតានតឹងគូស៊ូមីគេគ្មានស្អប់ខ្ពើមគីជីម៉ាអីឡើយគេមានតែគោរពគីជីម៉ាថែមទៀតដោយសារតែគីជីម៉ាហ្នឹងគេមានកំណត់ជាច្រើននៅក្នុងការតាសេរឿងហើយថែមទាំងតាសាគីជីម៉ាថាគេគឺជាអ្នកនិពន្ធម្នាក់ដែលមានថ្មីដៃថែមទៀតឬដល់ចំណុចមួយហ្នឹងហើយអ្នកនិពន្ធក៏បានទះតុកលើសូតែប៉ាំងហើយគេក៏បាននិយាយថាកុំធ្វើដូចជាខ្លួនឯងហ្នឹងដឹងរឿងគ្រប់យ៉ាងឲ្យសោះអ្វីគ្រប់យ៉ាងដែលឯងបានជួយយើងក៏អរគុណដែរថ្ងៃស្អែកនេះបើសិនជាឯងអាចមកក៏មកលក្ខណៈថានៅពេលដែលគេនិយាយបែបហ្នឹងហើយធ្វើដូចជាអត់ចង់ឲ្យគូស៊ូមីហ្នឹងគេមកអញ្ចឹងណា
ចោះឡើងបើជាកូនសិស្សរបស់យើងបានសួរទៅកាន់អ្នកនិពន្ធវិញតើនៅក្នុងអំឡុងពេលកន្លងមកនេះនៅពេលដែលគូសុមិគេនៅជាមួយតើគីជីម៉ាហ្នឹងគេមានសេចក្តីសុខទេឬសំណើមួយនឹងភ្លាមគីជីម៉ាក៏បានសម្លឹងមកមើលមកគូសុមិមកសន្ទុះបន្ទាប់មកគេក៏បានឆ្លើយប្រាប់ថាគេនឹងមិនចង់ឲ្យកូនសិស្សរបស់យើងនឹងខកចិត្តឡើយហើយនេះអ្នកនិពន្ធរបស់យើងនិយាយបែបហ្នឹងគេចង់មានថាម៉េចទៅសាច់រឿងរបស់យើងនៅពេលនេះក៏បានកម្មដល់ពេលយប់វិញដែលគូសុមិគេបានធ្វើដំណើរមកផ្ទះរបស់គេសំខាន់ហ្នឹងគឺថាដើរមកផ្ទះវិញហ្នឹងតាំងតែទឹកភ្លៀងចូលហ្មងណាចូលមកដល់ផ្ទះភ្លៀងងូតទឹករួចរាល់អស់ហើយគេក៏បានកោះភេសជ្ជៈមកកំប៉ុងផឹកដើម្បីរងាប់អារម្មណ៍សែតរបស់គេក្រោយមកទៀតមកគេក៏បានយកសភៅដែលគេបានខ្ចីគីជីម៉ាហ្នឹងយកមកអាននៅក្នុងចិត្តរបស់គេនេះនៅតែបន្តគិតទៀតចឹងហើយដើម្បីបានជាសុកគីជីម៉ាហ្នឹងហាក់ដូចជាមិនចង់មានវត្តមានរបស់គូសុមិគេនៅក្បែរអញ្ចឹងប៉ុន្តែមិនថ្មីទេនៅពេលនោះគេក៏បានបើកសភៅមួយនឹងអាននៅពេលដែលអានចុះឡើងទៅគូសុមិអានេះហាក់ដូចជាចាប់អារម្មណ៍អ្វីមួយអញ្ចឹងសាច់រឿងរបស់យើងនៅពេលនោះក៏បានកម្មមកដល់ពេលដែលគីជីម៉ានេះកំពុងតែហែកក្តារចោលម្ដងតាមពិតទៅសាច់រឿងដែលគូសុមិគេបានទៅសេមកកន្លងមកហ្នឹងគឺគីជីម៉ាគេបានហែកចោលរយប់តែម្ដងសំខាន់ហែកក្តាររបស់គេចោលហើយរៀបចំយកមកចោលដាក់កន្លែងធំសម្រាប់ទាំងភ្លៀងទៀតចោលក្តារហើយអញ្ចឹងទៅគេក៏បាននិយាយថាឲ្យយើងសុំទោសផងណាគូសុមិតែសាច់រឿងវាទៅជាអីអាបខិតហ្នឹងមានមើលនេះហើយឡើងចង់កន្លក់ខួយនេះអាដើមសាច់រឿងនេះមើលទៅវារោរៀលទៅដល់ពេលមកចងសាច់រឿងនេះចេញមកឡើងធ្វើឲ្យឆ្ងល់ខ្លាំងមែនតើអញ្ចឹងមិនថារឿងមួយហ្នឹងមើលឲ្យវាកើតសតិអារម្មណ៍អញ្ចឹងអូខេសាច់រឿងរបស់យើងនៅពេលនេះក៏បានសូមស្លាប់តែប៉ុណ្្នឹងសិនមិនដែរបងហ្វេនមើលភាគមួយនេះហើយកម្ដៅខ្លួនឡើងដល់ប្រមាណអង្សាសេកុំភ្លេចប្រាប់មីផងណាហើយបើសិនជាមានបងហ្វេនណាចង់មើលសាច់រឿងពេញអត់មានកន្លែងបាំងអត់មានទឿអីអញ្ចឹងទៅអាចចូលធ្វើជាសមាជិក Telegram Premium របស់មីបានណាមើលហើយដឹងតែក្ដៅខ្លួនឈាមច្រមុះហ្មងអូខេសម្រាប់បងហ្វេនដែលចង់ប៉ាកាហ្វេមីអីអាចឧបត្ថម្ភបានតាមរយៈ ABA ដែលមីដាក់ខាងលើវីដេអូក៏ដូចជានៅក្នុង description ផងដែរអរគុណទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាសប្បុរសសម្រាប់រោគចិត្តមួយនេះជួបគ្នានៅភាគក្រោយនៅពេលវេលានឹងម៉ោងអត់ដឹងបាយបាយស្ការេសាម៉ាដេស